សូមជូនរឿងអ្នកនេសាទស្មោះត្រង់និងនាគវេទមន្តកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះសុវណ្ណរាល់ថ្ងៃគាត់ទៅនេសាទត្រីនៅមាត់ទន្លេសាបថ្ងៃមួយពេលដែលគាត់កំពុងនេសាទដងត្រីឫស្សីរបស់គាត់បានបាក់ធ្លាក់ចូលទៅក្នុងទឹករំពេចនោះស្ដេចនាគដ៏អស្ចារ្យមួយអង្គបានផុសចេញពីទឹកដោយកាន់ដងត្រី3នៅក្នុងដៃក្មេងប្រុសអើយដងត្រីមួយណាជារបស់អ្នកសុវណ្ណបានសម្លឹងមើលដងត្រីទាំង3គាត់មិនបានលុបលួនឡើយលោកនាគអើយដងត្រីឫស្សីនេះហើយជារបស់ខ្ញុំស្ដេចនាគពេញចិត្តនឹងភាពស្មោះត្រង់របស់សុវណ្ណអ្នកជាក្មេងប្រុសដ៏ស្មោះត្រង់ភាពស្មោះត្រង់របស់អ្នកនឹងទទួលបានរង្វាន់ដ៏ធំធេងស្ដេចនាគបានប្រទានពរដល់គាត់នៅចានបាយមួយដែលមិនទទេឡើយទទួលយកចានបាយដ៏មានមន្តអាគមនេះចុះវានឹងបំពេញដោយខ្លួនវាជានិច្ចហើយអ្នកនឹងមិនឃ្លានឡើយសុវណ្ណពិតជារីករាយនឹងដឹងគុណយ៉ាងខ្លាំងអរគុណលោកនាគអរគុណលោកនាគស្ដេចនាគក៏បានលិចបាត់ចូលទៅក្នុងទឹកវិញសុវណ្ណបានត្រឡប់មកផ្សារវិញហើយបោកចានបាយនោះវាពោពេញតែបាយសស្អាតសុវណ្ណមិនដែលឃ្លានទៀតគាត់ក៏បានចែករំលែកបាយនោះជាមួយអ្នកជិតខាងរបស់គាត់ផងដែរសូមអរគុណដងចានបាយវេទមន្តរបស់សុវណ្ណអ្នកភូមិទាំងអស់មិនដែលឃ្លានឡើយសុវណ្ណនៅតែជាក្មេងប្រុសដ៏ស្មោះត្រង់និងចិត្តល្អទោះបីជាគាត់មានរបស់វិសេសក៏ដោយសុវណ្ណអើយអ្នកបាននាំសេចក្តីសុខមកដល់ភូមិរបស់យើងភាពស្មោះត្រង់របស់សុវណ្ណមិនត្រឹមតែនាំមកនូវអាហារប៉ុណ្ណោះទេថែមទាំងនាំមកនូវភាពរុងរឿងដល់ភូមិទាំងមូលទៀតផងហើយដូច្នេះសុវណ្ណបានរួមនៅយ៉ាងមានសុភមង្គលដោយបង្រៀនអ្នកភូមិទាំងអស់ថាភាពស្មោះត្រង់ពិតជានាំមកនូវរង្វាន់ដ៏ធំធេងបំផុតដូច្នេះចូលចាំថាភាពស្មោះត្រង់នាំមកនូវរង្វាន់ធំជាងលុបលន់ទៅទៀត